សាលាឧទ្ធរណ៍បដិសេធសំណើនៅក្រៅឃុំរបស់អ្នកសារព័ត៌មានពលរដ្ឋជាស្ត្រីម្នាក់នៅរសៀលថ្ងៃនេះសភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញបានបដិសេធសំណើសុំនៅក្រៅឃុំរបស់កញ្ញាហេមមុំដែលត្រូវបានគេស្គាល់ឈ្មោះថាខែមស្រីមុំដែលជាអ្នកសារព័ត៌មានពលរដ្ឋនិងជាអ្នកសកម្មក្នុងកិច្ចការងារសង្គមត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីខែឧសភាឆ្នាំ2026ហើយត្រូវបានសាលាដំបងរាជធានីភ្នំពេញចោទពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនិងបទប្រមាថតាមបញ្ញត្តិមាត្រា494 495និងមាត្រា502នៃក្រមព្រហ្មទណ្ឌការចាប់ប្រកាន់ទាំងនេះធ្វើឡើងក្រោយពេលដែលកញ្ញាបានបង្ហោះសារចែករំលែកនៅលើបណ្ដាញសង្គម Facebook ជុំវិញបញ្ហាព្រំដែនកម្ពុជាថៃនិងបញ្ហាសង្គមជាច្រើនផ្សេងទៀតស្រីមុំត្រូវបានគេស្គាល់ថាជាស្ត្រីមួយរូបដែលបានចូលរួមយ៉ាងសកម្មក្នុងការការពារសិទ្ធិមនុស្សសិទ្ធិបញ្ចេញមតិនិងចូលរួមក្នុងកិច្ចការងារការពារបរិស្ថានការងារសង្គមជាច្រើនជាមួយសកម្មជនបរិស្ថានអ្នកការពារសិទ្ធិមនុស្សសង្គមស៊ីវិលផងដែរករណីស្រដៀងគ្នានេះដែរកាលពីខែមិថុនាឆ្នាំ2026សភាស៊ើបសួររបស់សាលាឧទ្ធរភ្នំពេញក៏បានបដិសេធសំណើនៅក្រៅឃុំរបស់លោកជាវុធីដែលជាអ្នកសារព័ត៌មានពលរដ្ឋនិងជាអតីតព្រះសង្ឃដែលត្រូវបានចាប់ខ្លួនកាលពីខែមេសាឆ្នាំ2026និងត្រូវបានសាលាដំបងរាជធានីភ្នំពេញចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមបញ្ញត្តិមាត្រា494និង495នៃក្រមព្រហ្មទណ្ឌព្រះអង្គបានរិះគន់រឿងបញ្ហាព្រំដែនកម្ពុជាថៃនិងបញ្ហាជនភៀសសឹកនៅបណ្ដាញសង្គម Facebook របស់ព្រះអង្គក្រោយសភាស៊ើបសួរសាលាឧទ្ធរភ្នំពេញបានបដិសេធសំណើនៅក្រៅឃុំកញ្ញាត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី2ព្រៃសររាជធានីភ្នំពេញវិញកញ្ញាហេមមុំស្ថិតនៅក្នុងចំណោមអ្នកជាប់ឃុំដោយប្រើសិទ្ធិដែលចងក្រងដោយអង្គការលីកាដូ